Bạn chẳng miên bong ôn cột chạm một nhóm cột thà trong châm môn đôi nhóm đài đôi thà khơi nhóm châm môn đôi thà cạ cọp khơi cao để chẳng cột trong châm đài pon tay cột thà bên châm cát mà đừng thà dù từ lụi nà chẳng á chẳng cho ba xôm bỏ xài chun bong ôn từng ọc nè bong đài sầm rạp châm món nhóm trong xu thà bớt sân chị bong ôn trong châm món mến tờ bong ôn miên bật chạy cái tê ca châm món hơi nàoបើសិនជាបងប្អូនមិនទាន់មានបច្ចេកទេសចាំមន់ទេការចាំរបស់យើងគឺខាតលុយច្រើនបាទហ្នឹងហើយបើសិនជាបងប្អូនចេះបច្ចេកទេសមើលថែវាបាន50-60%យើងអាចចាំបានប៉ុន្តែបើសិនជាបងប្អូនអត់ចេះបច្ចេកទេសចាំមន់ទេបងប្អូនចាំច្រើនច្បាស់ជាខាតធនហើយអញ្ចឹងណាអញ្ចឹងខ្ញុំបាទមកលើកទឹកចិត្តបងប្អូនដែលចង់ចាំមន់បងប្អូនត្រូវតែស្វែងយល់ពីបច្ចេកទេសបាទចាំមន់នឹងឲ្យបានច្រើនបន្តិចសិនណាបើសិនជាបងប្អូនខ្វះបច្ចេកទេសចាំមន់បាទបងប្អូនចង់ចាំបងប្អូនអាចចាំបានប៉ុន្តែបងប្អូនកុំចាំច្រើនហ្នឹងហើយយើងចាំពីតិចណាចាំពីតិចសិនទៅបាទចាំត្រឹម50-60ក្បាលអីចឹងទៅបើសិនជាបងប្អូនមិនទាន់មានបទពិសោធន៍ចាំមន់ទេបងប្អូនចង់ដាក់ច្រើនតែម្ដងបាទការចាំមន់យើងច្បាស់ជាខាតធនហើយខាតលុយហើយមួយវិញទៀតគាត់ថាពេលចាំមន់ទៅពេលដែលយើងចាំកើតច្រើនណាមិនដឹងថាទៅលក់ឯណាហើយលោថាចាំកើតអត់មានអ្នកទិញអញ្ចឹងណាចំពោះការចាំរបស់យើងបើសិនជាយើងចាំកើតចាំបានច្រើនវាអត់ពិបាកអីទេបងប្អូនបាទទីមួយយើងរកទីផ្សារនៅតាមគៀនផ្ទះយើងណាឈ្មួញកណ្ដាលដែលគាត់ដើរទិញតាមផ្ទះឬក៏ទិញតាមផ្សារអញ្ចឹងយើងរកឈ្មួញកណ្ដាលហ្នឹងណាយើងរកឲ្យបាន3 4 5នាក់ទៅពេលដែលយើងមានមន់មានទាយើងអាចលក់ឲ្យគាត់បានហើយបើសិនជាយើងរកបានច្រើនឧទាហរណ៍ថាយើងលក់ឲ្យអ្នកនេះបើសិនជាគាត់អត់ទិញយើងអាចទៅរកអ្នកនោះទៀតអញ្ចឹងយើងមានឈ្មោះយើងនៅក្បែរផ្ទះស្រេចអញ្ចឹងណាហើយទី2បងប្អូនត្រូវតែមានប្រព័ន្ធអនឡាញផ្សព្វផ្សាយទៅតាម Facebook ឬក៏ Page អីចឹងទៅបាទដើម្បីទំនាក់ទំនងបាទទៅតាមអនឡាញបាទអាហ្នឹងក៏មួយយ៉ាងដែរចឹងណាបើសិនជាបងប្អូនចាំកើតបាទទីផ្សារនៅតាមអនឡាញក៏ល្អដែរចឹងណាចឹងហើយការចាំរបស់យើងត្រូវតែមានទីផ្សារនៅក្បែរផ្ទះឬក៏ទីផ្សារនៅអនឡាញចឹងហើយយើងត្រូវតែបង្កើតវាទាំង2ទាំង3ហ្នឹងណាបាទអញ្ចឹងសម្រាប់យើងចាំមន់បើសិនជាយើងចាំកើតមិនពិបាកទេបងប្អូនបាទឲ្យថាមានណាដូចខ្ញុំសពថ្ងៃក៏ចឹងដែរបើសិនជាមានមន់មានទាហ្នឹងមិនពិបាកទេបងប្អូនបាទបើសិនជាលក់តាមផ្ទះឬក៏តាមផ្សារគេទិញថោកក៏យើងលក់តាមអនឡាញចឹងទៅបាទអញ្ចឹងហើយយើងលក់តាមអនឡាញបើសិនជាមន់យើងល្អក៏បានតម្លៃវារៀងលើកន្លែងទីផ្សារគេទិញក្បែរផ្ទះចឹងណាអញ្ចឹងហើយបងប្អូនត្រូវរកទីផ្សារដោយខ្លួនឯងគឺទី1បាទទីផ្សារនៅតាមបាទគៀនផ្ទះយើងបាទហើយទី2គឺទីផ្សារអនឡាញអញ្ចឹងបងប្អូនត្រូវតែបង្កើតទីផ្សារអនឡាញមួយទៀតបាទដើម្បីយើងផ្សព្វផ្សាយលក់ដូរទៅតាមនឹងផងដែរអញ្ចឹងការលក់ដូរវាអត់ពិបាកអីទេណាបងប្អូនណាបើសិនជាបងប្អូនមានទីផ្សារអនឡាញគឺងាយស្រួលបំផុតបងប្អូនបាទងាយស្រួលដូចថាបើសិនជាយើងចាំពូជមន់យើងល្អប្រព័ន្ធអនឡាញបាទគេឃើញរបស់យើងល្អគេនឹងចង់ទិញហើយបាទអញ្ចឹងយើងផ្សព្វផ្សាយលក់គឺដឹងតែអស់ហើយអញ្ចឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់ចាំមន់ដូចខ្ញុំនិយាយអញ្ចឹងបងប្អូនត្រូវតែមានបច្ចេកទេសក្នុងការចាំមន់បាទតើយើងត្រូវចិញ្ចឹមរបៀបណាការមើលថែយើងរបៀបណាការផ្សំចំណីរបៀបណាសម្រាប់មន់តូចសម្រាប់មន់ធំអញ្ចឹងណាហើយមួយទៀតបងប្អូនបើសិនជាចិញ្ចឹមច្រើនបងប្អូនត្រូវធ្វើវ៉ាក់សាំងឲ្យបានត្រឹមត្រូវបាទទៅសុវត្ថិភាពក្នុងការចិញ្ចឹមរបស់យើងវាបានផលណាតែបើសិនជាបងប្អូនអត់មានធ្វើវ៉ាក់សាំងបើអីទេចិញ្ចឹមបែបធម្មជាតិអានឹងវាជួបផលវិបាកច្រើនព្រោះតាការចិញ្ចឹមមាន់វាតែងតែមានជួបជំងឺដូចជាផ្ដាសាយសកុកឬក៏រាកសរាកខៀវឬក៏រាកស្គរឬក៏គាំងគេឬក៏មានហើមភ្នែកឬក៏អុតភ្នែកអីវាមានគ្រប់បញ្ហាទាំងអស់ហ្នឹងចឹងហើយបងប្អូនការចិញ្ចឹមមាន់វាអត់ស្រួលប្រហែលទេបើសិនជាយើងអត់មានបទពិសោធន៍អត់មានបច្ចេកទេសក្នុងការចិញ្ចឹមហ្នឹងយើងមិនអាចទៅមុខរួចទេណាបាទអញ្ចឹងហើយការចិញ្ចឹមមាន់របស់យើងតែងតែជួបហើយជំងឺទាំងអស់ហ្នឹង
ហើយបើសិនជាយើងអត់ចេះព្យាបាលវាទេបាទគឺมันអាចទៅមុខរួចទេហើយការចិញ្ចឹមរបស់យើងគឺខាតធនច្រើនអញ្ចឹងហើយចាំបាត់ក៏មិនពិបាកទឹកចិត្តទេបើសិនជាបងប្អូនចង់ចិញ្ចឹមមាន់បងប្អូនត្រូវតែស្វែងយល់រោគតិចនិចការចិញ្ចឹមរបស់យើងធ្វើម៉េចឲ្យបានផលបាទបានលក់បានដូរអញ្ចឹងការចិញ្ចឹមមាន់ដូចខ្ញុំនិយាយអញ្ចឹងតែងតែជួបបញ្ហាច្រើនតែបើសិនជាគេមានបច្ចេកទេសមានបទពិសោធន៍ដូចថាងាប់ភាគតិចរស់ភាគច្រើនហ្នឹងហើយបាទអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនណាបាទហ្នឹងហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លះៗបាទក្នុងការចិញ្ចឹមមាន់ទាំងអស់គ្នាផងដែរអញ្ចឹងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ